នេះគឺជាទំព័ររកមើលដែលអនុញ្ញាតឲ្យសិស្សានុសិស្សស្វែងរកសៀវភៅសម្រាប់អានកន្លែងនេះអនុញ្ញាតឲ្យសិស្សានុសិស្សអស់ search លើសៀវភៅដែលគាត់ចង់អាន search ដោយឈ្មោះសៀវភៅឬក៏ឈ្មោះរបស់អ្នកនិពន្ធលក្ខណៈពេលគាត់ឃើញសៀវភៅដែលគាត់ចង់ចិត្តគាត់អាចចុចលើសៀវភៅហ្នឹងឬក៏គាត់អាច search ដោយជា keyword ដើម្បីស្វែងរកសៀវភៅដែលគាត់ចូលចិត្តបន្ទាប់មកយើងអាចរកមើលសៀវភៅតាមប្រភេទរបស់សៀវភៅយើងមើលកន្លែងនេះទៅមានសៀវភៅមានច្រើនប្រភេទអញ្ចឹងបើចង់មើលប្រភេទមួយណាចុចលើកន្លែងហ្នឹងទៅអញ្ចឹងប្រភេទហ្នឹងជាប្រភេទសៀវភៅជាមួយគ្នាទាំងអស់យើងអាចចុចទៅ page បន្ទាប់ដើម្បីទៅរកសៀវភៅបន្ទាប់តាមទៅហ្នឹងទៅដែលយើងចង់ទៅមុខទៀតបន្ទាប់មកយើងមានសៀវភៅពេញនិយមពេញនិយមនេះគឺជាសៀវភៅដែលកូនសិស្សបានចូលអានច្រើនជាងគេបំផុតដែលអញ្ចឹងយើងអាចចូលមើលទៅហើយមានចំណាប់អារម្មណ៍សៀវភៅល្បីៗយើងអាចចូលមើលតាមហ្នឹងទៅមួយទៀតគឺសៀវភៅទាំងអស់ហ្នឹងគឺសៀវភៅទាំងអស់នៅក្នុង library របស់យើងហ្នឹងអញ្ចឹងក្នុងបណ្ណាល័យយើងមានសៀវភៅប៉ុន្មានគឺគាត់សូប៉ុណ្ណឹងទៅចង់បានសៀវភៅចង់មើលសៀវភៅប៉ុន្មានច្រើនទេយើងគាត់អូសមកក្រោម scroll ដូចជា Facebook អញ្ចឹងបាទអូសចេញទៅក្រោមចេញទៅមករហូតអញ្ចឹងទៅរហូតដល់បង្ហាញអស់សៀវភៅនៅក្នុងបណ្ណាល័យរបស់យើងហ្នឹង